បាទជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងថ្ងៃនេះដែរខ្ញុំមានដើមសង្វារពេជ្រឬក៏គេហៅម្យ៉ាងទៀតបានថាដើមប្រោះស្វាដែលមានស្តុកស្រាប់នៅក្នុងហាងក្រុងធម្មជាតិដូចពុកម៉ែបងប្អូនបានជ្រាបហើយថាដើមប្រភេទនេះមិនមែនសម្រាប់តែតាំងលម្អឲ្យល្អមើលនោះទេដើមពេជ្រសង្វារឬក៏ដើមប្រោះស្វានេះគឺវាជាឱសថបុរាណដែលគេនិយមប្រើជាប្រពៃណីដើម្បីជួយបញ្ចុះទឹកនោមក៏ដូចជាបំបត្តិការហើមអ្វីផ្សេងៗពុកម៉ែបងប្អូនម្យ៉ាងវិញទៀតនោះពេជ្រសង្វារនេះក៏អាចជួយទៅដល់ការព្យាបាលជំងឺទឹកនោមផ្អែមផងដែរពុកម៉ែបងប្អូនដោយយោងតាមការសិក្សាស្រាវជ្រាវខ្លះបានបង្ហាញឲ្យឃើញថារុក្ខជាតិពេជ្រសង្វារនេះគឺជួយទៅបញ្ចុះជាតិស្ករនៅក្នុងឈាមនិងកម្រិតជាតិខ្លាញ់នៅក្នុងឈាមដែលជាកត្តាសំខាន់ក្នុងការជួយទៅដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមផងដែរពុកម៉ែបងប្អូនហើយកាន់តែពិសេសជាងនេះទៅទៀតនោះដើមពេជ្រសង្វារនេះគឺវាមានលក្ខណៈសម្បត្តិក្នុងការប្រឆាំងទៅនឹងការរលាកដែលអាចជួយបន្ថយដល់ការឈឺចាប់និងការហើមផ្សេងប៉ុន្តែទោះបីជាយ៉ាងណាសូមពុកម៉ែបងប្អូនអ៊ំពូមីងធ្វើការពិគ្រោះជំងឺជាមួយលោកគ្រូពេទ្យឬក៏លោកបញ្ជាបណ្ឌិតនៅឯមន្ទីរពេទ្យជាមុនសិនអំពីអាការៈជំងឺមុននឹងសម្រេចចិត្តប្រើប្រាស់ឱសថបុរាណអ្វីមួយខ្ញុំសូមបញ្ជាក់បន្ថែមផងដែរថាដើមពេជ្រសង្វារឬក៏ដើមប្រោះស្វានេះគឺផ្ការបស់វាមានក្លិនក្រអូបឈ្ងុយដូចជាផ្កាម្លិះចឹងពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ជាវសូមកុំភ្លេចធ្វើការទំនាក់ទំនងមកកាន់ហាងក្រុងធម្មជាតិយើងខ្ញុំហាងក្រុងធម្មជាតិយើងខ្ញុំរងចាំស្វាគមន៍ពុកម៉ែបងប្អូន24ម៉ោងលើ24ម៉ោងបាទសូមអរគុណសូមជម្រាបលា